trong nơi mà hãy khắng này ngày ní mạc nhôm rơ bằng vật trình bị tè cõi bị quạt mơ video mùi ní chọc mày mày căn lôi ní tí cái u thì ho tha và sân chỉ mình nửa đa score mua cái này là tay sót móng vô lôi mà mơn rồi làm ai máy mày mẹ rầm mạch mà cái trao tay mình đuôi tê không một chuyện đi từ này mày cắt ấy ạ chú tí á và lại mày không máy chờ đó lấy mày cho một hộp nó lơ lộn nó ngã mẹ cho chật anh nhôm nhăm ấy chỉnh kế nè mi cái chọc nó nghe biết sao lan nhôm mày bánh bao trâu tí á men cái ấy mày thấy cả cho cô tâm mà mở hay thế soi sờ bài tại đây với mày tại đây ថ្ងៃនេះខ្ញុំបាន surprise ម្ដាយខ្ញុំដោយការយកលុយមួយដុំទៅឲ្យគាត់ម៉ាក់ខ្ញុំក្រោយពីបានទទួលលុយហើយគាត់យំអើយសែនយំខ្ញុំក៏សួរគាត់ថាម៉ាក់ដែរគិតទេថាម៉ាក់នឹងបានទទួលកាដូបែបនេះ mà cái trao tay mình đuôi tê không một chuyện đi từ ខ្ញុំក៏សួរគាត់ទៀតថាម៉ែកាលពីខ្ញុំនៅតូចតើរាល់ថ្ងៃគ្រួសារយើងបានអ្វីហូបទៅ mi cái chọc nó nghe លើបែបនេះហើយខ្ញុំកាន់តែអាណិតខ្ញុំក៏បានជូនកាដូជាឡានមួយគ្រឿងជូនដល់ម៉ែខ្ញុំគាត់គ្រាន់តែបានឡានភ្លាមគាត់ចូលទៅបើកសាកល្បងផ្លែតហើយខ្ញុំក៏បានឃើញស្នាមញញឹមដែលស្អាតជាងគេបំផុតនៅក្នុងជីវិតរបស់គាត់ខ្ញុំសួរគាត់ថាម៉ាក់សប្បាយចិត្តទេគាត់ក៏ទះដៃយ៉ាងសប្បាយបន្ទាប់មកគាត់ក៏បានឃើញវីដេអូរបស់ខ្លួនឯងពេលមកដល់ផ្ទះវិញគាត់រៀបចំវ៉ាលីយ៉ាងលឿនហើយខ្ញុំក៏បានសួរគាត់ថាម៉ាក់ទៅណាគាត់ក៏បានឆ្លើយថាម៉ែឈប់នៅជាមួយកូនហើយអញខឹងហើយអូយបងប្អូនអើយតាំងពីខ្ញុំមកនៅអាមេរិកនេះខ្ញុំញ៉ាំអត់ឈប់ burger pizza ផ្លូវមាន់តឡុងបារាំងវ៉ាវថ្ងៃតែម្ដងតែទុំតែបានកាហ្វេនេះតុបជួយឲ្យរាងរបស់យើងស្អាតយើងសាឡូនហើយខ្ញុំចូលជីមទៀតបងប្អូនអូយនិយាយថារឿងតូចសាឡូនមែនតើសូម្បីតែ1គីឡូក៏អត់ឡើងដែរសម្រាប់អ្នកណាដែលគាត់មានបញ្ហាគាំងគីឡូចាសម្រក់មិនស្រកចាញ៉ាំតិចតែឡើងគីឡូហើយពិបាកនៅក្នុងការស្រកគីឡូមែនតើធាត់ដោយសារមានកូនធាត់ដោយសារចាអកម៉ូនឬក៏ធាត់ដោយសារអ្វីក៏ដោយបងប្អូនសាក់ជាមួយនឹងកាហ្វេ Kala Lily នេះណាខ្ញុំឲ្យអ៊ុយតែម្ដងមួយថ្ងៃ2ទៅ3កញ្ចប់ទៅសម្រាប់អ្នកដែលចង់ស្រកលើសពី10គីឡូតែបើសិនជាចង់ស្រកត្រឹមតែ5ឬ6គីឡូអីមួយថ្ងៃ2កញ្ចប់តែបើចង់ថែរក្សារាងដូចនេះខ្ញុំអត់ឲ្យឡើងគីឡូទោះញ៉ាំច្រើនប៉ុណ្ណាមួយថ្ងៃមកចាប់បានអីឥឡូវខ្ញុំមាន promotion ទៀតរស់រាន់ឡើងណាចាអ្នកណាក៏ថាម៉ាក់ខ្ញុំសំណាងដែរដែលមានខ្ញុំជាកូនស្រីប៉ុន្តែអ្នកទាំងអស់គ្នាដឹងទេម៉ែខ្ញុំកាលពីខ្ញុំនៅតូចធ្លាប់យកខ្ញុំទៅឲ្យគេមកអ្នកទាំងអស់គ្នាថ្ងៃនេះនាំម៉ែជីកទូកដើរលេងនៅ Venetian ហើយយើងត្រាវតិចតួចណាអំពីរឿងយើងកាលពីនៅកូនក្មេងនេះហើយគឺជារូបរាងពិតប្រាកដរបស់អ្នកដែលយកខ្ញុំទៅឲ្យគេតាំងពីខ្ញុំនៅតូចហើយថ្ងៃនេះមកដើរលេងនៅអាមេរិកឡើងភើខ្ញុំចាំបានថាពេលហ្នឹងខ្ញុំអាយុប្រហែលជា5 6ឆ្នាំហើយម៉ាក់ខ្ញុំគាត់ធ្វើការឲ្យគេណាបងប្អូនមិនទាន់ទាំងបានចូលរៀនថ្នាក់ទី1ផងហើយពេលហ្នឹងម៉ាក់ខ្ញុំគាត់កាន់ហាងសៀហើយខ្ញុំចាំបានកាលពីខ្ញុំនៅតូចហ្នឹងគឺខ្ញុំស្គមហើយខ្ពស់វែងហើយក្មេងជំនាន់ហ្នឹងគឺគេអត់ស្រឡាញ់ទេអាក្មេងខ្ពស់វែងអញ្ចឹងគឺគេស្រឡាញ់ក្មេងញីកតុបក៏ម៉ាប់សិតសាច់អីអញ្ចឹងទៅហើយខ្ញុំនឹងវាហូបមិនក៏អត់ឡើងគីឡូដែរតាំងពីទូចហ្នឹងគឺស្គមតែម្ដងបន្ទាប់មកគ្មាននរណាថាខ្ញុំស្អាតទេគេចេះថាអូយមិនកើតកូនអាក្រក់មែនណវែងលឿនអញ្ចឹងអត់មានសាច់មានឈាមអីឲ្យគ្រឹតគេអញ្ចឹងបន្ទាប់មកតកែរបស់ម្ដាយខ្ញុំនេះគាត់ចុះមកលេងអញ្ចឹងណាហើយគាត់ថាអូយកូនហែងនេះធំឡើងស្អាតណាស់ចាំមើលហើយគាត់ថាចេះតែកុហកគ្មានស្អាតទេអាក្រក់យ៉ាងហ្នឹងខ្ញុំមើលមិនឃើញស្អាតកន្លែងណាទេស្គមសង្វិតសិតទៅឆ្អឹងអញ្ចឹងណាហើយគាត់ថាបើហែងថាស្អាតហែងឲ្យអញមិនចឹងអញយកទៅចិញ្ចឹមយកទៅរៀននៅសិង្ហបុរីគាត់គាត់ហៅសិង្ហបុរីម៉ែខ្ញុំឮតែបានទៅរៀននៅសិង្ហបុរីចែងយកទៅចឹងយកហ្មងទៅឲ្យទៅរៀននៅសិង្ហបុរីទៅចឹងហៅយកខ្ញុំឲ្យគេមែនតើណាបងប្អូនអើយហើយខ្ញុំក៏ចេះឆ្ងល់ថាមិនបានម៉ែយកខ្ញុំទៅឲ្យគេអញ្ចឹងហើយចាប់ពីថ្ងៃហ្នឹងមកឲ្យតែខ្ញុំលួចលុយគាត់គំរាមខ្ញុំអញយកហែងទៅឲ្យគេណាញ៉ាំបាយអត់អស់ពីចានក៏យកទៅឲ្យគេឲ្យធ្វើអីក៏យកទៅឲ្យគេដែរនិយាយតែខ្ញុំធ្វើអីខុសបន្តិចគូយកទៅឲ្យគេរហូតហ៊ានអត់បានលេខ1អញ្ចឹងក៏យកទៅឲ្យគេដែរនិយាយទៅមួយជីវិតខ្ញុំគឺត្រូវបានម៉ែខ្ញុំគម្រាមថាយកទៅឲ្យគេរហូតហើយដល់ពេលខ្ញុំរៀងធំតិចទៅខ្ញុំក៏បើកចិត្តសួរគាត់ថាមិនបានកាលពីខ្ញុំនៅតូចម៉ែយកខ្ញុំទៅឲ្យគេអញ្ចឹងម៉ែមានលុយចិញ្ចឹមខ្ញុំមែនគ
គាត់ហាអត់ទេគាត់មានលុយចិញ្ចឹមប៉ុន្តែទៅនៅមួយគេវាអនាគតល្អជាងគាត់ក៏បាននិយាយថាដោយសារគេឲ្យយើងទៅរៀននៅស្រុកក្រៅអញ្ចឹងណាហើយគាត់បានប្រាប់ថាចាគាត់លះបង់អស់ហើយដើម្បីឲ្យខ្ញុំនឹងមានអនាគតល្អបានឃើញពិភពលោកនឹងគេតែខ្ញុំរឹងក្បាលព្រមទៅទេនៅមួយគាត់នឹងឯងហើយថ្ងៃនេះចាក៏មិនទៅណាដែរនៅតោងទៀមគាត់នឹងឯងចាជូនគាត់មកលេងនៅ Las Vegas នៅអាមេរិកបងប្អូនចាមកជិះទូកជិះអីលេងអូគេប្រាប់ខ្ញុំថាចានៅអាកន្លែងក្រោមស្ពានហ្នឹងគឺជាកន្លែងដែលគេប៉ងប្រាថ្នាបានស័ក្តិសិទ្ធិបំផុតអាហ្នឹងគឺជាគេហៅជំនឿរបស់ជនជាតិអ៊ីតាលីអញ្ចឹងណាអញ្ចឹងអ្នកដែលគាត់ចៅទូកនោះគាត់ជ្រៀងខ្ញុំស្ដាប់ហើយគាត់ប្រាប់ខ្ញុំថាកុំភ្លេចនៅក្នុងការបន់ផ្សងចាចង់ផ្សងប្រហែលផ្សងទៅចាខ្ញុំក៏ផ្សងទៀតទៅផ្សងថាកុំឲ្យម៉ែខ្ញុំយកខ្ញុំទៅឲ្យគេទៀតហើយម៉ែខ្ញុំសង្ស័យផ្សងឯងសុកឲ្យវាព្រមទៅនៅជាមួយគេទៅលោកចាំមើលថាតើការបន់ផ្សងរបស់ខ្ញុំនៅក្រោមស្ពានហ្នឹងវាស័ក្តិសិទ្ធិកម្រិតណាប៉ុន្តែខ្ញុំមិនសូវជឿបងប្អូនស្ពានហ្នឹងគេដើរពីលើឲ្យឆិចហ្នឹងខ្ញុំពីអ្នកម៉ែខ្ញុំមិញទៅដើរពីលើស្ពានហ្នឹងដើម្បីចោះជិះទូកហ្នឹងហើយមិននៅក្រោមស្ពានផ្សងក្រោមជើងគេខ្ញុំមិនជឿប៉ុន្តែគេថាស័ក្តិសិទ្ធិគេយើងសាក់មើលទៅណាបងប្អូនអើយគិតទៅខ្ញុំក៏មើលវាសនាខ្លួនឯងមិនឃើញណាពីក្មេងស្រីដែលរៀននៅបៃលិនថ្ងៃមុនជិះម៉ូតូឆាលីដួលអ៊ីនោះទាលុយរាល់ថ្ងៃសោះហ្នឹងថ្ងៃនេះមកមានវាសនាបានមើលជាមួយពិភពលោកចឹងណាក៏អរគុណដល់គ្រូសាខ្ញុំដែរឃើញឯការតាមស្រឡាញ់គេ5ឆ្នាំមិនអត់ប្រយោជន៍ទេកូនណាចេះរើសប្រុសល្អចឹងណាដើម្បីខ្លាចជាកូនប្រសារបស់ម៉ែចាឥឡូវនេះមិនថាតែខ្ញុំទេតែម៉ែខ្ញុំក៏ជើងវែងដើរជាមួយពិភពលោកដែរចឹងមិនថាបើសិនជាថ្ងៃមុនយកខ្ញុំទៅឲ្យគេចាអ្នកដែលសោកស្ដាយបំផុតគឺជាម៉ាក់ខ្ញុំនឹងឯងចឹងបងប្អូនទាំងអស់គ្នាកុំយកគំរូតាមម៉ាក់ខ្ញុំ